សូមគោរពជម្រាបសួរនិងសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នានារីរើសអេតចៃម្នាក់កំពុងដើរលើផ្លូវកៅស៊ូដ៏ក្តៅហែងក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅគប់នាពេលថ្ងៃត្រង់នាងស្ពាយបាវចាស់រឈ្មួយមិនមែនត្រឹមតែដើម្បីប្រមូលដបកំប៉ុងចាស់នោះទេប៉ុន្តែវាជាការបិទបាំងបេសកកម្មសម្ងាត់មួយដែលគ្មាននរណាម្នាក់អាចនឹកស្មានដល់នៅពាក់កណ្ដាលផ្លូវនាងបានឃើញហេតុការណ៍ត្រួតពិនិត្យខុសច្បាប់មួយដោយមន្ត្រីប៉ូលីសខលខូចចំនួន7នាក់កំពុងជំរិតទារប្រាក់ពីប្រជាពលរដ្ឋយ៉ាងឃោរឃៅនៅពេលនាងព្យាយាមដើរឆ្លងកាត់ប៉ូលីសធាត់ម្នាក់បានស្រែកជេរប្រមាថថាមានអ្នករើសអេតចៃអាក្រក់ហើយស្អុយទៅឲ្យឆ្ងាយទៅធ្វើឲ្យខូចភ្នែកអស់ហើយអារម្មណ៍របស់ចន្ទធីបានផ្ទុះឡើងភ្លាមនាងបានវាយប្រហារមន្ត្រីខលខូចទាំងនោះម្ដងម្នាក់រហូតដល់ពួកគេដួលរនោកណែនៅលើដីដែលពោពេញដោយធូលីតើចន្ទធីពិតជានរណានារីរើសអេតចៃដែលមានក្បាច់គុណការពារខ្លួនកម្រិតខ្ពស់អាវុធលាក់ខ្លួននិងការតាំងចិត្តដ៏មុតមមតើរឿងរ៉ាវនេះទៅជាយ៉ាងណាសូមតាមដានទស្សនាទាំងអស់គ្នាប៉ុន្តែមុននោះសូមកុំភ្លេចចុចប៊ូតុង like ប្រសិនបើអ្នកពេញចិត្តវីដេអូនេះនិងចុច subscribe ដើម្បីឲ្យ Channel នេះអាចបន្តរីកចម្រើនទៅទៀតតចូលទៅកាន់សាច់រឿងតែម្ដងថ្ងៃត្រង់នោះព្រះអាទិត្យហាក់ដូចជាកំពុងដុតបំផ្លាញផែនដីដោយគ្មានក្តីមេត្តាមេឃពណ៌ខៀវស្រងាត់គ្មានពកសូម្បីតែមួយដុំហាក់ដូចជាបដិសេធមិនផ្ដល់ម្លប់ជ្រកផ្លូវកៅស៊ូហាក់ដូចជារលាយបន្តិចម្ដងបញ្ចេញក្លិនក្តៅហួតហែងដែលធ្វើឲ្យឈួរច្រមុះខ្យល់អាកាសហាក់ញាប់ញ័រនៅលើដីបង្កើតបានជាភ័ណ្ឌភ្នែកឃើញដូចជាមានទឹកនៅពីមុខតែមិនមែនជាការពិតសូម្បីតែសត្វស្លាបក៏នាំគ្នាពួនសំងុំនៅក្រោមម្លប់ស្លឹកឈើដែលក្រៀមស្វិតទីក្រុងភ្នំពេញហាក់ដូចជាស្ងាត់ជ្រងមានតែសំឡេងម៉ាស៊ីនយានយន្តចាស់ដែលនៅតែបន្លឺសំឡេងក្រហមតិចធូលីដីហុយរសាត់មកជាប់នឹងស្បែកជោភ្នែកនឹងរាល់ពេលដកដង្ហើមគ្មាននរណាម្នាក់ហ៊ានចេញក្រៅដោយគ្មានហេតុផលចាំបាច់នោះទេលើកលែងតែអ្នកដែលគ្មានជម្រើសនៅកណ្ដាលអាកាសធាតុដ៏ក្តៅស្អុះស្អាប់នេះសំឡេងជំហានជើងមួយបានបន្លឺឡើងតិចប៉ុន្តែប្រកបដោយភាពម៉ឺងម៉ាត់ជំហាននោះជារបស់នរណាម្នាក់ដែលធ្លាប់តស៊ូជាមួយកម្ដៅថ្ងៃភាពអត់ឃ្លាននិងការប្រមាថមើលងាយស្រមោលរបស់នាងវែងអូសលើដីរាងកាយរបស់នាងស្គមប៉ុន្តែឈរត្រង់នាងដើរយឺតដូចជាមនុស្សដែលដឹងពីគោលដៅរបស់ខ្លួនទោះបីជានាងមិនដឹងថាមានអ្វីកំពុងរង់ចាំក៏ដោយក៏ញើសនៅតែបន្តហូរស្រក់តាមសៀតផ្កាប៉ុន្តែនាងមិនបានត្អូញត្អែឡើយការត្អូញត្អែមិនអាចធ្វើឲ្យឆ្អែតឬដូរបានសម្លៀកបំពាក់ថ្មីនោះទេមានតែការតាំងចិត្តប៉ុណ្ណោះដែលនាងយកជាប់ខ្លួនហើយវាធ្ងន់ជាងកម្ដៅថ្ងៃនាពេលនេះទៅទៀតចន្ទធីអាយុ23ឆ្នាំកំពុងដើរស្ពាយបាវធំមួយនៅលើខ្នងសម្លៀកបំពាក់ដែលនាងស្លៀកមើលទៅពិតជាចាស់ខ្លាំងណាស់ពណ៌ដើមរបស់វាស្ទើរតែមើលលែងស្គាល់ទៅហើយដៃអាវយឺតរបស់នាងរឹចត្រង់កែងដៃខោជើងវែងរបស់នាងក៏ឆ្ដាច់ជាដុំត្រង់ជង្គង់ប៉ុន្តែភ្នែករបស់នាងមុតស្រួចពោពេញដោយការប្រុងប្រយ័ត្ននិងការតាំងចិត្តដែលមិនងាយនឹងរង្គោះរង្គើឡើយសក់របស់នាងត្រូវបានចងយ៉ាងសាមញ្ញសក់ពីរបីសរសៃបានធ្លាក់មកបិទថ្ងាសដែលកំពុងតែបែកញើសមុខរបស់នាងប្រឡាក់ប៉ុន្តែមានភាពស្រស់ស្អាតនៅក្នុងភាពសាមញ្ញនោះភាពស្រស់ស្អាតដែលកើតចេញពីការគោរពខ្លួនឯងនាងមិនខ្មាស់អៀននឹងការងាររបស់នាងទេផ្ទុយទៅវិញនាងខ្មាស់អៀនចំពោះអស់អ្នកដែលកេងប្រវ័ញ្ចពីអ្នកទុនខ្សោយដៃដ៏គ្រើមរបស់នាងគឺជាភស្តុតាងនៃការខិតខំប្រឹងប្រែងមិនមែនជាសញ្ញានៃភាពថោកទាបនោះទេរាល់ជំហានរបស់នាងត្រូវបានគិតគូរយ៉ាងរហ័សប៉ុន្តែមិនប្រញាប់ប្រញាល់ប្រុងប្រយ័ត្នប៉ុន្តែមិនភ័យខ្លាចនាងដឹងថានៅក្នុងទីក្រុងនេះភាពទន់ខ្សោយមានន័យថាខ្លាចជាចំណីហើយចន្ទធីមិនមែនជាចំណីទេនាងបានរៀនថាការស្ងៀមស្ងាត់មិនមែនមានន័យថាចុះចាញ់នោះទេហើយភាពស្ងៀមស្ងាត់ក៏អាចក្លាយជាអាវុធបានដែរនៅពីក្រោយក្រសែភ្នែកដ៏ស្ងប់ស្ងាត់របស់នាងមានផែនការមួយដែលកំពុងតែត្រូវបានរៀបចំនាងមិនមែនដើររើសអេតចៃត្រឹមតែដើម្បីស្វែងរកកំប៉ុងនោះទេប៉ុន្តែក៏ដើម្បីស្វែងរកការពិតផងដែរហើយនៅថ្ងៃនេះការពិតនោះនឹងត្រូវបានសាកល្បងនៅក្រោមពន្ធឬព្រះអាទិត្យដ៏ក្តៅហែងដែរនេះបដាធំមួយត្រូវបានព្យួរយ៉ាងត្រេតត្រោតនៅចន្លោះបង្គោលភ្លើងចាស់ច្រេះស៊ីពីវាត្រូវបានបក់បោកដោយខ្យល់ក្តៅដែលការបានបក់មកក្រណាត់បដានោះរឹចដាច់នៅខាងចុងប៉ុន្តែអក្សរនៅលើវានៅតែអាចមើលឃើញយ៉ាងច្បាស់ថាការត្រួតពិនិត្យខុសច្បាប់អក្សរខ្មៅដិតទាំងនោះហាក់ដូចជាកំពុងចំអកឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់វាជាការព្រមានคล้ายៗដែលត្រូវបានប្រែក្លាយទៅជាឧបករណ៍សម្រាប់ជំរិតទារប្រាក់គ្មានលិខិតផ្លូវការគ្មានការប្រកាសពីសាលាសង្កាត់មានតែវត្តមានមនុស្ស7នាក់ក្នុងឯកសណ្ឋានដែលកំពុងឈរត្រួតត្រាផ្លូវហាក់ដូចជានៅកាន់កាប់តំបន់នេះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចាប់ផ្ដើមបន្ថយល្បឿនអ្នកខ្លះពួននៅពីក្រោយរទេះរុញអ្នកខ្លះធ្វើពុតជារវល់រើសរបស់របរភាពតានតឹងបានគ្របដណ្ដប់ក្នុងខ្យល់អាកាសកាន់តែមុតស្រួចជាងកម្ដៅថ្ងៃទៅទៀតក្មេងដែលកំពុងលេងនៅក្បែរនោះក៏ឈប់ស្ងៀមពួកគេសម្លឹងមើលពីចម្ងាយ
ដោយកែវភ្នែកពោពេញដោយចម្ងល់គ្មាននរណាម្នាក់ហ៊ានចូលទៅជិតទេប៉ុន្តែក៏គ្មាននរណាម្នាក់ហ៊ានចាក់ចេញទៅណាឆ្ងាយដែរគ្រប់គ្នាដឹងថាការត្រួតពិនិត្យបែបនេះមិនមែនជារឿងច្បាប់ទម្លាប់ទេតែជារឿងថាតើនរណាអាចបង់លុយបានហើយសម្រាប់អ្នកដែលគ្មានលទ្ធភាពការដាក់ទណ្ឌកម្មមិនមែនជាការផាកពិន័យទេតែជាការប្រមាថមើលងាយបដានោះមិនមែនគ្រាន់តែជាក្រណាត់ទេវាគឺជាអន្ទាក់ដែលបិទបាំងដោយអំណាចคล้ายៗនៅក្រោមបដានោះច្បាប់លែងមានន័យអ្វីទៀតហើយមានតែលុយប៉ុណ្ណោះដែលមានសម្លេងមន្ត្រីប៉ូលីសខលខូចទាំង7នាក់ឈរតម្រង់ជួរគ្នាដោយស្លៀកពាក់ឯកសណ្ឋានពេញលេញជាមួយនឹង logo និងឋានន្តរស័ក្តិដែលគួរតែតំណាងឲ្យយុត្តិធម៌ខ្សែក្រវ៉ាត់របស់ពួកគេផ្ទុកទៅដោយឧបករណ៍ដូចជាខ្នោះដៃដំបងឆក់និងវិទ្យុតាក់ទងប៉ុន្តែអ្វីដែលពួកគេពឹងផ្អែកខ្លាំងបំផុតមិនមែនជារបស់ទាំងនោះទេតែគឺជាអារម្មណ៍ភ័យខ្លាចដែលពួកគេបានផ្សព្វផ្សាយពួកគេសើចតិចសម្លេងនោះពោពេញដោយភាពក្រអឺតក្រទមហាក់ដូចជាពិភពលោកនេះជារបស់ពួកគេតែប៉ុណ្ណោះម្នាក់ក្នុងចំណោមពួកគេកាន់ tablet មួយប៉ុន្តែមិនមែនដើម្បីពិនិត្យទិន្នន័យទេគ្រាន់តែជាគ្រឿងលម្អដើម្បីធ្វើឲ្យសកម្មភាពនេះមើលទៅផ្លូវការតែប៉ុណ្ណោះពួកគេសម្លឹងមើលប្រជាពលរដ្ឋដោយក្រសែភ្នែកត្រជាក់ដូចជាសត្វព្រៃដែលកំពុងរងចាំចំណីមកដោយខ្លួនឯងគ្មាននីតិវិធីគ្មានការពន្យល់មានតែការសម្លឹងមើលបែបវិនិច្ឆ័យទោសដែលធ្វើឲ្យអ្នកផងមានអារម្មណ៍តានតឹងពួកគេមិនមែនជាអ្នកអនុវត្តច្បាប់ទេថ្ងៃនេះពួកគេគឺជាក្មេងទំនើងក្នុងឯកសណ្ឋានហើយនៅកណ្ដាលហ្វូងមនុស្សដែលចាប់ផ្ដើមប្រមូលផ្ដុំគ្មាននរណាម្នាក់ហ៊ានបញ្ចេញមតិឡើយគ្រប់អ្នកដឹងថាការតវ៉ាមានន័យថាខ្លាចជាគោលដៅបន្ទាប់នៅពីក្រោយឯកសណ្ឋានដ៏ស្អាតបាតនោះភាពជាមនុស្សត្រូវបានដោះដូរជាមួយភាពលោភលន់បាត់ទៅហើយប្រជាពលរដ្ឋចាប់ផ្ដើមប្រមូលផ្ដុំគ្នាមិនមែនដោយសារពួកគេចង់ចូលរួមទេប៉ុន្តែដោយសារពួកគេខ្លាចក្នុងការដើរឆ្លងកាត់ពួកគេឈរនៅតាមចិញ្ចើមផ្លូវនៅពីក្រោយរទេះលក់បន្លែនៅមាត់ទ្វារតូចៗឬធ្វើពុតជារវល់បោះសម្រាមនៅមុខផ្ទះដែលស្អាតទៅហើយក្រសែភ្នែករបស់ពួកគេបង្ហាញពីភាពចង់ដឹងចង់ឃើញលីលំនឹងភាពភ័យខ្លាចដែលចាក់ដោតដល់ឆ្អឹងម្ដាយខ្លះបានទាញកូនឲ្យចូលក្នុងផ្ទះប៉ុន្តែនៅតែលួចមើលតាមចន្លោះបង្អួចដែលប្រេះអ្នកផ្សេងទៀតខ្សឹបខ្សៀវគ្នាថ្នមសម្លេងរបស់ពួកគេបានលេចបាត់ទៅក្នុងខ្យល់អាកាសដ៏ក្តៅគ្មាននរណាម្នាក់ហ៊ានឈានទៅមុខទេគ្មាននរណាម្នាក់ហ៊ានតវ៉ាទេការស្ងៀមស្ងាត់គឺជាជម្រើសដ៏មានសុវត្ថិភាពបំផុតទោះបីជាភាពស្ងៀមស្ងាត់នោះបានផ្ដល់ឱកាសឲ្យអំពើអយុត្តិធម៌រីកចម្រើនក៏ដោយភ្នែករបស់ពួកគេទាំងអស់គ្នាសម្លឹងទៅលើបុរស7នាក់ក្នុងឯកសណ្ឋានតែកំពុងឈរនៅកណ្ដាលផ្លូវដូចជាស្ដេចដែលគ្រប់គ្រងភាពវឹកវរតូចមួយដែលពួកគេបានបង្កើតឡើងដោយខ្លួនឯងនៅក្នុងភាពស្ងៀមស្ងាត់របស់ប្រជាពលរដ្ឋមានភាពអសកម្មមួយដែលគួរឲ្យឈឺចាប់មិនមែនដោយសារពួកគេល្ងងខ្លៅទេប៉ុន្តែដោយសារពួកគេធ្លាប់ត្រូវបានគេជន់ឈ្លីក្តីសង្ឃឹមញឹកញាប់ពេកហើយពួកគេដឹងថាសម្លេងតូចតាចនឹងមិនត្រូវបានគេស្ដាប់ឬឡើយជាពិសេសគឺការប្រឆាំងនឹងអាជ្ញាធរក្លែងក្លាយដែលហ៊ានបង្ហាញអំណាចនៅកណ្ដាលថ្ងៃចេះបែបនេះភាពស្ងៀមស្ងាត់នោះពិតជាធ្ងន់ធ្ងរធ្ងន់ជាងកម្ដៅថ្ងៃទៅទៀតព្រោះនៅក្នុងនោះបានលាក់ទុកនៅការបរាជ័យដែលត្រូវបានធ្វើឡើងដែលជារៀងរាល់ថ្ងៃនៅកណ្ដាលហ្វូងមនុស្សដែលកំពុងព្រួយបារម្ភមន្ត្រីខលខូចទាំង7នាក់នោះហាក់ដូចជាកាន់តែមានទំនុកចិត្តពួកគេឈរដោយអាកប្បកិរិយាត្រង់ខ្លួនដែលចង្កេះចង្កាឡើងលើជាចលនាដែលគេរៀនដើម្បីបង្ហាញអំណាចមិនមែនអំណាចស្របច្បាប់ទេម្នាក់ក្នុងចំណោមពួកគេបានស្ទាបដងដំបងឆក់ហាក់ដូចជាកំពុងស្ទាបអង្អែលរបស់លេងដែលខ្លួនស្រឡាញ់ពួកគេចេតនានិយាយខ្លាំងសើចដោយសម្លេងដែលធ្វើឲ្យគ្រប់គ្នាដឹងថាថ្ងៃនេះនរណាជាអ្នកកាន់អំណាចគ្មានសញ្ញានៃការត្រួតពិនិត្យផ្លូវការក្រៅពីផ្ដាល់តម្លៃថោកនោះទេគ្មានលិខិតបេសកកម្មគ្មានអត្តសញ្ញាណច្បាស់លាស់មានតែការគំរាមកំហែងដែលលាក់កំបាំងនៅក្នុងក្រសែភ្នែករបស់ពួកគេប្រជាពលរដ្ឋដឹងថានេះមិនមែនជាការត្រួតពិនិត្យទេតែជាការជំរិតទារប្រាក់ក្រោមរូបភាពច្បាប់ប៉ុន្តែតើនរណាហ៊ានធ្វើជាសាក្សីតើនរណាមានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងមនុស្ស7នាក់ដែលមានសម្ភារៈតំណាងអំណាចគ្រប់បែបយ៉ាងនៅពីក្រោយភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋឧក្រិដ្ឋកម្មតូចតាចនេះបានរីកចម្រើនយ៉ាងខ្លាំងព្រោះវាមិនដែលត្រូវបានគេប្រឈមមុខពិតប្រាកដនោះទេហើយនៅកណ្ដាលរឿងរ៉ាវទាំងអស់នោះមាននរណាម្នាក់កំពុងតែសង្កេតមើលដោយស្ងៀមស្ងាត់ប៉ុន្តែមិនមែនខ្វាក់ទេស្ងប់ស្ងាត់ប៉ុន្តែមិនមែនខ្លាចទេបុរសចំណាស់ម្នាក់ឈរនៅកណ្ដាលរង្វង់ដែលមើលមិនឃើញហុំព័ទ្ធដោយក្រសែភ្នែកត្រជាក់របស់មន្ត្រីខលខូចនិងក្រសែភ្នែកចង់ដឹងចង់ឃើញរបស់ប្រជាពលរដ្ឋក្នុងរបស់គាត់កោងមិនមែនត្រឹមតែដោយសារអាយុប៉ុណ្ណោះទេប៉ុន្តែក៏ដោយសារភាពនឿយហត់ជាច្រើនឆ្នាំក្នុងការតស៊ូរស់នៅក្នុងទីក្រុងតែមិនដែលផ្ដល់ភាពយុត្តិធម៌ដល់អ្នកទុនខ្សោយដៃរបស់គាត់ញ័រស្បែករបស់គាត់ជ្រីវជ្រួញដូចជាក្រដាសដែលគេច្របាច់ចោលស្ទើរតែ
គាត់កាន់កាបូបលុយចាស់មួយដែលមិនបានផ្លាស់ប្ដូរជាយូរមកហើយនៅក្នុងនោះមានលុយគ្រប់គ្រាន់សម្រាប់តែការហូបចុក3ថ្ងៃប៉ុណ្ណោះប៉ុន្តែថ្ងៃនេះគាត់ដឹងថាកាបូបលុយនោះត្រូវតែអស់លឿនជាងធម្មតាភ្នែករបស់គាត់សម្លឹងមើលដីមិនមែនដោយសារគាត់ខ្មាស់អ៊ីនទេប៉ុន្តែដោយសារគាត់មិនចង់ឃើញមុខមាត់របស់ពួកគេដែលកំពុងតែប្លន់យកសិទ្ធិរបស់មនុស្សចាស់ដូចជារូបគាត់ដោយងាយដង្ហើមរបស់គាត់ខ្លីទ្រូងរបស់គាត់ឡើងចុះហាក់ដូចជារាល់ការដកដង្ហើមចូលគឺជាការព្យាយាមចុងក្រោយដើម្បីរក្សាភាពស្ងប់ស្ងាត់គាត់មិនបាននិយាយអ្វីទាំងអស់ព្រោះគាត់ដឹងថាពាក្យពីសម្ដីនឹងមិនអាចផ្លាស់ប្ដូរអ្វីបានឡើយនៅចំពោះមុខអំណាចដែលខ្វាក់ភ្នែកនៅជុំវិញគាត់ខ្យល់អាកាសកាន់តែក្តៅស្អុះស្អាប់មិនមែនដោយសារកម្ដៅថ្ងៃទេប៉ុន្តែដោយសារអារម្មណ៍ខ្មាស់អៀនរួមដែលគ្មាននរណាម្នាក់ហ៊ានទទួលស្គាល់ដោយចលនាដែលស្ទើរតែមើលមិនឃើញបុរសចំណាស់នោះបានដកក្រដាសប្រាក់ពីរបីសន្លឹកចេញពីកាបូបរបស់គាត់ជាលុយចុងក្រោយដែលគាត់មានប្រាក់រាប់ម៉ឺនរៀលដែលចាស់ហើយរញ៉េញ៉ៃលុយនោះត្រូវបានប្រគល់ឲ្យយឺតហាក់ដូចជាគាត់សង្ឃឹមថាប្រសិនបើចលនារបស់គាត់រលូនល្មមការប្រមាថដែលនឹងកើតឡើងនឹងមិនធ្វើឲ្យគាត់ឈឺចាប់ខ្លាំងពេកទេមន្ត្រីម្នាក់បានយកលុយនោះដោយគ្មានពាក្យអរគុណសូម្បីតែមិនមើលមុខបុរសចំណាស់នោះផងលុយនោះត្រូវបានដាក់ចូលទៅក្នុងហោប៉ៅឯកសណ្ឋានភ្លាមហាក់ដូចជាវាមិនមែនជាលទ្ធផលនៃការខិតខំប្រឹងប្រែងនោះទេប៉ុន្តែជាកាតព្វកិច្ចធម្មជាតិពីប្រជាជនទៅមន្ត្រីគ្មានវិក្កយបត្រគ្មានការកត់ត្រាមានតែការងក់ក្បាលយ៉ាងត្រជាក់ដែលបញ្ជាក់ថារឿងរបស់គាត់បានចប់ហើយបុរសចំណាស់នោះក៏ដើរថយក្រោយយឺតត្រឡប់ទៅរកកំឡុកតូចចង្អៀតមួយនៅចិញ្ចើមផ្លូវជាកន្លែងដែលគាត់អាចលាក់ខ្លួនពីក្រសែភ្នែករបស់ពិភពលោកប្រជាពលរដ្ឋដែលបានឃើញនាំគ្នាងក់ក្បាលចុះអ្នកខ្លះដកដង្ហើមធំតិចអ្នកខ្លះខំមាត់រហូតដល់ស្លេកគ្មាននរណាម្នាក់និយាយអ្វីទាំងអស់គ្មាននរណាម្នាក់ធ្វើចលនាអ្វីឡើយហើយនៅពីក្រោយទាំងអស់នោះចន្ទធីនៅតែបន្តសង្កេតមើលរាល់វិនាទីរាល់ចលនារាល់ការប្រមាថដែលបុរសចំណាស់នោះបានលេបចូលដោយស្ងៀមស្ងាត់មិនយូរប៉ុន្មានបន្ទាប់ពីបុរសចំណាស់នោះដើរចេញទៅស្ត្រីវ័យក្មេងម្នាក់បានបោះជំហានទៅមុខដោយស្ទាក់ស្ទើរដោយដឹកដៃកូនតូចម្នាក់ដែលកំពុងយំទិចនៅក្បែរនាងមុខរបស់នាងស្លេកស្លាំងភ្នែករបស់នាងឡើងក្រហមដៃរបស់នាងកាន់ថង់ទំនិញដែលចាស់រឹចយ៉ាងណែនថ្ងៃនេះនាងគ្មានលុយទេប្រាក់ឈ្នួលរបស់នាងមិនទាន់គ្រប់គ្រាន់សម្រាប់ទិញអាហារផងតើនិយាយអ្វីដល់ការបង់ប្រាក់ផាកពិន័យដែលមិនដឹងមូលហេតុនេះនាងព្យាយាមពន្យល់សំឡេងរបស់នាងញ័រប៉ុន្តែពាក្យសម្ដីរបស់នាងត្រូវបានកាត់ផ្តាច់ភ្លាមដោយសំឡេងស្រែកគំហកយ៉ាងខ្លាំងមន្ត្រីម្នាក់បានដើរចូលមកជិតសម្លឹងមើលនាងពីលើដល់ក្រោមដោយក្រសែភ្នែកពោពេញដោយការមើលងាយគាត់និយាយថាច្បាប់គឺជាច្បាប់ហើយបើគ្មានលទ្ធភាពបង់ទេមានន័យថានាងបានល្មើសហាក់ដូចជាភាពក្រីក្រគឺជាឧក្រិដ្ឋកម្មដែលសមនឹងទទួលបានការប្រន្ទាទោសម្ដាយនោះព្យាយាមអង្វរសំឡេងរបស់នាងដាច់ប៉ុន្តែគ្មានក្តីមេត្តាណាមួយកើតឡើងឡើយកូនរបស់នាងយំកាន់តែខ្លាំងប៉ុន្តែសំឡេងយំនោះត្រូវបានគេចាត់ទុកថាជាការរំខានមិនមែនជាសំឡេងនៃភាពអស់សង្ឃឹមដែលត្រូវការការពារនោះទេបន្ទាប់មកដោយគ្មានការព្រមានមន្ត្រីម្នាក់ក្នុងចំណោមនោះបានទាត់ពោះស្ត្រីនោះធ្វើឲ្យនាងដួលទៅលើដីថង់ទំនិញរបស់នាងបានខ្ទាបចេញបន្លែនិងអង្ករបានខ្ចាយពេញដីដែលក្តៅហែងកូនរបស់នាងស្រែកយំព្យាយាមស្ទុះទៅអំដាយប៉ុន្តែត្រូវបានប្រជាពលរដ្ឋម្នាក់តែទ្រាំមើលមិនបានទាញចេញទៅគ្មាននរណាម្នាក់ហ៊ានជួយគ្មាននរណាម្នាក់ហ៊ានបញ្ចេញសំឡេងមន្ត្រីខលខូចទាំងនោះសើចតិចហាក់ដូចជានេះជាការកំសាន្តពេលថ្ងៃត្រង់ដ៏សមរម្យមួយម្នាក់ក្នុងចំណោមពួកគេថែមទាំងនិយាយថាបើចង់ឲ្យគេគោរពគុំធ្វើជាអ្នកក៏ប្រយោគនោះបានចាក់ដោចរើជាងការទាត់ទៅទៀតនៅលើដីដ៏ក្តៅនោះស្ត្រីជាម្ដាយបានដេកខ្លួនទប់ទល់នឹងការឈឺចាប់ទាំងក្នុងពោះនិងក្នុងចិត្តទឹកភ្នែករបស់នាងលាយឡំជាមួយធូលីដីប៉ុន្តែនាងមិនហ៊ានងើបមុខឡើងទេនៅជុំវិញពួកគេប្រជាពលរដ្ឋបានអន់មុខចុះអ្នកខ្លះបិទភ្នែកអ្នកខ្លះធ្វើពុតជាមិនឃើញហើយនៅពីក្រោយគំនរបាវចាស់ចន្ទធីបានកាន់ទូរស័ព្ទរបស់នាងកាន់តែណែនដៃរបស់នាងញ័រមិនមែនដោយសារការភ័យខ្លាចទេប៉ុន្តែដោយសារកំហឹងដែលចាប់ផ្ដើមពុះកញ្ជ្រោលរាល់អំពើឃោរឃៅនៅថ្ងៃនេះកំពុងតែត្រូវបានកត់ត្រាទុកមិនមែនត្រឹមតែជាភស្តុតាងទេប៉ុន្តែក៏ដើម្បីយុត្តិធម៌ដែលមិនទាន់មកដល់ផងដែរចន្ទធីបានសង្កេតមើលអ្វីគ្រប់យ៉ាងពីក្រោយគំនរបាវនិងក្តារដែលរាយប៉ាយនៅចិញ្ចើមផ្លូវដង្ហើមរបស់នាងជ្រៅប៉ុន្តែអាចគ្រប់គ្រងបានទោះបីជាបេះដូងរបស់នាងលោតញាប់ដូចជាចង់ផ្ទុះចេញពីទ្រូងក៏ដោយក៏នាងមិនបានព្រិចភ្នែកដែរភ្នែករបស់នាងបានចាប់យករាល់ចលនាការទាត់ដ៏ឃោរឃៅលុយដែលត្រូវបានគេបង្ខំឲ្យបង់មុខមាត់ដែលអស់សង្ឃឹមដែលត្រូវបានបង្ខំឲ្យអន់ចុះនៅក្នុងខ្លួននាងកំហឹងកំពុងឆាបឆេះប៉ុន្តែមិនមែនជាកំហឹងដែលល្ងឹតទងល់នោះទេនេះគឺជាកំហឹងដែលត្រូវបានបណ្ដុះបណ្ដាលជាយូរមកហើយដោយបទពិសោធន៍ដោយអារម្មណ៍ខ្មាស់អៀននៅពេលឃើញមនុស្សល្អត្រូវបានគេប្រព្រឹត្តដូចជាសម្រាមនាងដឹងថាការស្ងៀមស្ងាត់មិនមែនជាការអព្យាក្រឹតទេការស្ងៀមស្ងាត់មានន័យថាបណ្ដោយឲ្យវាកើតឡើងហើយថ្ងៃនេះនាងនឹងមិនបណ្ដោយឲ្យវាកើតឡើងទៀតទេ
ได้របស់នាងដែលប្រឡាក់ដោយធូលីនិងញើសបានលូកចូលទៅក្នុងហោប៉ៅខរបស់នាងយឺតដោយធានាថាកាំភ្លើងខ្លីនោះនៅតែមាននៅកន្លែងវាមិនមែនដើម្បីវាយប្រហារទេប៉ុន្តែដើម្បីការពារខ្លួនព្រោះនាងដឹងថាការប្រឆាំងនឹងឧក្រិដ្ឋកម្មដែលពាក់ឯកសណ្ឋានមិនមែនជារឿងសុវត្ថិភាពឬងាយស្រួលនោះទេដោយស្ងៀមស្ងាត់ចន្ទធីបានបើកកាមេរ៉ាទូរស័ព្ទដែលលាក់នៅពីក្រោយផ្នត់ក្រណាត់បាវរបស់នាងអេក្រង់តូចនោះបានចាប់យករូបភាពមុខមាត់របស់មន្ត្រីខលខូចទាំងនោះចលនាដ៏ឃោរឃៅរបស់ពួកគេនិងការភ័យខ្លាចនៅក្នុងក្រសែភ្នែករបស់ជនរងគ្រោះនាងថតដោយគ្មានសំឡេងដោយគ្មានចលនាដែលគួរឲ្យកត់សម្គាល់ជាចលនារបស់នរណាម្នាក់ដែលត្រូវបានបណ្ដុះបណ្ដាលឲ្យសង្កេតមើលនិងរងចាំពេលវេលាដ៏ត្រឹមត្រូវរាល់វិនាទីដែលបានថតទុកគឺជាបំណែកនៃភស្តុតាងដែលនៅពេលក្រោយអាចនឹងផ្ដួលរំលំពួកគេបាននាងមិនត្រឹមតែមើលក្នុងនាមជាអ្នករើសអេតចាយប៉ុណ្ណោះទេប៉ុន្តែក្នុងនាមជាសាក្សីម្នាក់ដែលមិនអាចទិញបាននៅក្នុងភាពស្ងៀមស្ងាត់របស់នាងមានការសម្រេចចិត្តមួយដែលបានធ្វើរួចរាល់ហើយថ្ងៃនេះមិនមែនគ្រាន់តែជារឿងដប់កំប៉ុងឬលុយរាយនោះទេនេះគឺជារឿងនៃកិត្តិយសដែលត្រូវបានគេជន់ឈ្លីជាយូរមកហើយជារឿងនៃយុត្តិធម៌ដែលត្រូវបានបំបិទមាត់ដោយឯកសណ្ឋានคล้ายៗហើយទោះបីជារាងកាយរបស់នាងនឿយហត់ដោយសារកម្ដៅថ្ងៃនិងភាពអត់ឃ្លានក៏ដោយក៏ស្មារតីរបស់នាងបែរជាឆេះសន្ធោសន្ធៅទៅវិញព្រោះនេះគឺជាពេលវេលាដែលភាពស្ងៀមស្ងាត់ត្រូវតែបញ្ចប់ហើយភាពក្លាហានចាប់ផ្ដើមនិយាយដោយគ្មានពាក្យសម្ដីប៉ុន្តែដោយសកម្មភាពចន្ទធីបានដកដង្ហើមវែងបិទភ្នែកមួយសន្ទុះហាក់ដូចជានាងកំពុងប្រមូលភាពក្លាហានទាំងអស់ពីគ្រប់មុខរបួសកាលពីអតីតកាលនាងដឹងថានៅពេលដែលនាងឈានជើងទៅមុខនឹងគ្មានផ្លូវត្រឡប់ក្រោយឡើយប៉ុន្តែនៅពីក្រោយភាពភ័យខ្លាចនោះមានសម្លេងមួយនៅក្នុងខ្លួននាងដែលខ្លាំងជាងនេះទៅទៀតសម្លេងនៃយុត្តិធម៌ដែលមិនអាចត្រូវបានបំបិទមាត់ទៀតទេនាងទម្លាក់បាវចេញពីស្មារបស់នាងដាក់វាដោយប្រុងប្រយ័ត្ននៅលើដីហាក់ដូចជាកំពុងផ្ញើក្តីសង្ឃឹមរបស់នាងទៅលើធូលីដីដ៏ក្តៅបន្ទាប់មកដោយមានក្នុងត្រង់និងជំហានដ៏មុតមមនាងចាប់ផ្ដើមដើរមិនមែនដោយកំហឹងងើតងល់ទេប៉ុន្តែដោយការតាំងចិត្តដ៏ស្ងប់ស្ងាត់និងមានគោលដៅរាល់ជំហានរបស់នាងបានជន់ឈ្លីលើស្រមោលនៃអំពើអយុត្តិធម៌ដែលត្រូវបានគេបណ្តោយឲ្យរីកចម្រើនជាយូរមកហើយនាងលែងទៀតហើយព្រោះនេះគឺជាពេលវេលាមិនមែនក្នុងនាមជាជនរងគ្រោះទេប៉ុន្តែក្នុងនាមជាអ្នកប្រឈមមុខនាងដើរយឺតឆ្ពោះទៅកាន់ចំណុចកណ្ដាលនៃហ្វូងមនុស្សជាកន្លែងដែលមន្ត្រីខលខូចទាំង7នាក់នោះកំពុងឈរដូចជាស្ដេចតូចដែលគ្មាននរណាអាចប៉ះពាល់បានធូលីដីបានជាប់នឹងស្បែកជើងដែលធ្លុះធ្លាយរបស់នាងញើសហូរស្រក់តាមសៀតផ្កាប៉ុន្តែភ្នែករបស់នាងនៅតែផ្ដោតអារម្មណ៍ដូចជាសត្វឥន្ទ្រីដែលបានរកឃើញគោលដៅរបស់វាប្រជាពលរដ្ឋដែលបានឃើញបានទប់ដង្ហើមអ្នកខ្លះដើរថយក្រោយមួយជំហានអ្នកខ្លះសម្លឹងមើលគ្នាទៅវិញទៅមកដោយក្រសែភ្នែកព្រួយបារម្ភគ្មាននរណាម្នាក់យល់ថាហេតុអ្វីបានជាអ្នករើសអេតចាយម្នាក់ហ៊ានដើរចូលទៅក្នុងគ្រោះថ្នាក់នោះទេប៉ុន្តែចន្ទធីមិនខ្វល់ពីការស្មានរបស់ពួកគេទេនាងដឹងថាភាពក្លាហានមិនមែនជារបស់អ្នកដែលមានអំណាចនោះទេប៉ុន្តែជារបស់អ្នកដែលហ៊ានឈរឡើងទោះបីជាគ្មានអ្វីសោះក៏ដោយហើយថ្ងៃនេះនៅក្រោមពន្លឺព្រះអាទិត្យដែលជាសាក្សីគ្រប់យ៉ាងចន្ទធីបានជ្រើសរើសឈរឡើងមិនមែនដើម្បីខ្លួនឯងទេប៉ុន្តែដើម្បីបុរសចំណាស់នោះដើម្បីរីដែលត្រូវបានគេទាត់និងដើម្បីមនុស្សទាំងអស់ដែលគ្មានសម្លេងមន្ត្រីម្នាក់ដែលធំនិងធាត់ជាងគេបានងាកមកនៅពេលដែលស្រមោលរបស់ចន្ទធីបានធ្លាក់មកដល់មុខជើងរបស់គាត់ភ្នែករបស់គាត់បានរួមតូចរួចបើកធំឡើងជាមួយនឹងទឹកមុខខ្ពើមអើមហាក់ដូចជាបានឃើញសម្រាមដែលស្រាប់តែធ្វើចលនានៅកណ្ដាលផ្លូវគាត់បានឈានជំហានទៅមុខមួយជំហានរាងកាយដ៏ធំរបស់គាត់បានបាំងពន្លឺព្រះអាទិត្យបង្កើតបានជាស្រមោលដ៏គួរឲ្យខ្លាចដង្ហើមរបស់គាត់ធ្ងន់ក្លិនបារីនិងញើសបានសាយភាយក្នុងខ្យល់អាកាសគាត់សម្លឹងមើលចន្ទធីពីលើដល់ក្រោមពីសក់ដ៏ញ៉ៃញ៉ៃរហូតដល់ស្បែកជើងដែលរឹចហាក់ដូចជាកំពុងវាយតម្លៃថានាងមិនស័ក្តិសមនឹងនៅកន្លែងនេះទេដៃរបស់គាត់បានលើកឡើងចង្អុលដោយកាយវិការមើលងាយហាក់ដូចជាវត្តមានរបស់ចន្ទធីផ្ទាល់គឺជាការរំលោភបំពានលើសណ្ដាប់ធ្នាប់ដែលពួកគេបានបង្កើតឡើងនៅជុំវិញគាត់មិត្តរួមការងាររបស់គាត់បានសើចតិចសម្លេងនោះពោពេញដោយការចំអកហាក់ដូចជារងចាំមើលឈុតឆាកកំប្លែងដែលពួកគេនឹងបង្កើតឡើងដោយខ្លួនឯងដោយសម្លេងក្រោតគ្រៀតនិងសម្លេងប្រមាថគាត់បាននិយាយថាមីនេះអ្នករើសអេតចាយអាក្រក់ហើយស្អុយទៅឲ្យឆ្ងាយទៅធ្វើឲ្យខូចភ្នែកអស់ហើយគាត់និយាយបណ្ដាលស្ដោះទឹកមាត់ដាក់ដីនៅចំពីមុខជើងរបស់ចន្ទធីបណ្ដាលឆាប់ទៅឲ្យលឿនមានអ្នករើសអេតចាយស្អុយគាត់បន្ថែមដោយរុញទ្រូងរបស់ចន្ទធីជាមួយនឹងខ្នងដៃរបស់គាត់វាខ្លាំងល្មមធ្វើឲ្យនាងរង្គើប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យនាងដួលនោះទេប្រជាពលរដ្ឋដែលបានឃើញបានទប់ដង្ហើមអ្នកខ្លះហន់មុខចុះអ្នកខ្លះងាកទៅរកទីផ្សេងមិនចង់ឃើញការប្រមាថដល់បែបនេះ
ប៉ុន្តែចន្ទធីមិនបានដើរថយក្រោយទេនាងគ្រាន់តែសម្លឹងមើលត្រង់ទៅក្នុងភ្នែករបស់មន្ត្រីនោះក្រសែភ្នែករបស់នាងមិនមែនឆេះដោយកំហឹងទេប៉ុន្តែត្រជាក់ដូចជាដែកថែបដែលត្រូវបានកម្ដៅរួចជ្រលក់ចូលក្នុងទឹកកកនៅពីក្រោយមុខមាត់ដ៏ខ្វក់និងសម្លៀកបំពាក់ដ៏ចាស់រជ្នោះមានអ្វីមួយដែលមិនអាចបំផ្លាញបានដោយពាក្យសម្ដីក្រោធគ្រាតកិត្តិយសដែលមិនធ្លាប់ត្រូវបានលក់ដូរនិងការតាំងចិត្តដែលមិនអាចត្រូវបានបំផិតបំភ័យដោយឯកសណ្ឋានคล้ายៗចន្ទធីនៅតែឈរត្រង់ទោះបីជាការរុញនោះធ្វើឲ្យរាងកាយនាងរង្គើបន្តិចក៏ដោយដៃរបស់នាងដែលក្តាប់ជាប់នៅក្បែរខ្លួនបានលូកស្ទាបហោប៉ៅខោរបស់នាងយឺតធានាថាកាំភ្លើងខ្លីនោះនៅតែកន្លែងវាមិនមែនដើម្បីប្រើប្រាស់ដោយមិនរើសមុខទេប៉ុន្តែជាខ្សែបន្ទាត់ចុងក្រោយរវាងជីវិតនិងការបំភ្លេចបំផ្លាញនាងដឹងថាការប្រឆាំងនឹងមនុស្ស7នាក់ក្នុងឯកសណ្ឋានមិនមែនជាភាពក្លាហានធម្មតានោះទេប៉ុន្តែជាការភ្នាល់ជីវិតដែលអាចលេងបានតែដោយអ្នកដែលគ្មានអ្វីត្រូវបាត់បង់ទៀតទេទោះជាយ៉ាងណាក៏ដោយនៅពីក្រោយការត្រៀមខ្លួននោះមិនមានចិត្តនាវាយប្រហារមុនឡើយអាវុធនោះគ្រាន់តែជានិមិត្តរូបថានាងនឹងមិនបណ្ដោយឲ្យខ្លួនឯងត្រូវបានគេបំផ្លាញដោយគ្មានការទៅវិញនោះទេដង្ហើមរបស់នាងនៅតែអាចគ្រប់គ្រងបានទោះបីជាបេះដូងរបស់នាងលោតញាប់ដូចជាស្គរសង្គ្រាមដែលចាប់ផ្ដើមត្រូវបានគេវាយនៅក្នុងទ្រូងក៏ដោយដោយសំឡេងស្ងប់ស្ងាត់ប៉ុន្តែមុតស្រួចដូចកាំបិតចន្ទធីក៏បានបន្លឺសំឡេងឡើងពួកលោកឯងទេដែលជាសម្រាមសង្គមនាងនិយាយភ្នែករបស់នាងបានសម្លឹងមើលមុខមន្ត្រីខលខូចទាំងនោះម្ដងម្នាក់ខ្ញុំឃើញអ្វីដែលពួកលោកឯងបានធ្វើនាងឈប់មួយសន្ទុះបណ្ដោយឲ្យពាក្យសម្ដីរបស់នាងរសាត់ទៅក្នុងខ្យល់អាកាសដ៏ក្តៅតើពួកលោកឯងមិនមែនត្រូវបានគេបើកប្រាក់ខែពីលុយពន្ធរបស់ប្រជាជនដើម្បីការពារពួកគេទេមិនមែនដើម្បីជំរិតទារប្រាក់ដូចជាក្មេងទំនើងទេសំឡេងរបស់នាងមិនខ្លាំងទេប៉ុន្តែវាបានចាក់ដោតមុតជាងសំឡេងស្រែកទៅទៀតព្រោះវាចេញមកពីជំនឿជាក់ដែលមិនអាចត្រូវបានបំបិទមាត់ប្រជាពលរដ្ឋនៅជុំវិញបានស្ងាត់ឈឹងហាក់ដូចជាលើកដំបូងក្នុងជីវិតរបស់ពួកគេដែលបានឬការពិតត្រូវបាននិយាយចេញមកដោយគ្មានការញាប់ញ័រមន្ត្រីខលខូចទាំងនោះបានសម្លឹងមើលគ្នាទៅវិញទៅមកទឹកមុខរបស់ពួកគេបានផ្លាស់ប្ដូរពីភាពក្រអឺតក្រទមទៅជាភាពមិនស្រួលខ្លួនព្រោះពួកគេដឹងថាចន្ទធីមិនមែនគ្រាន់តែនិយាយទេនាងកំពុងតែបើកបង្ហាញក្រណាត់ដែលបានបិទបាំងភាពអាម៉ាស់របស់ពួកគេជាយូរមកហើយនៅកណ្ដាលថ្ងៃចេះទឹកមុខរបស់មន្ត្រីខលខូចទាំងនោះបានផ្លាស់ប្ដូរភ្លាមស្នាមញឹមដ៏ក្រអឺតក្រទុំរបស់ពួកគេបានប្រែជារឹងហើយបន្ទាប់មកបានប្រេះឆាដោយកំហឹងដែលលែងអាចលាក់បាំងបានទៀតហើយពួកគេមិនធ្លាប់ត្រូវបានគេរិះគន់នោះទេជាពិសេសគឺដោយអ្នករើសអេតចាយដែលត្រូវបានគេចាត់ទុកថាមិនខុសពីធូលីដីនៅតាមផ្លូវម្នាក់ក្នុងចំណោមពួកគេបានស្រែកឡើងមីនេះហ៊ាននិយាយបែបនេះសំឡេងនោះត្រូវបានបន្តដោយជំហានដ៏លឿនទៅមុខបន្ទាប់មកកណ្ដាប់ដៃទី1បានហោះមកយ៉ាងខ្លាំងដោយគ្មានការព្រមានវាចំផ្កាំរបស់ចន្ទធីពីចំហៀងរាងកាយរបស់នាងបានផ្អៀងប៉ុន្តែនាងមិនបានដួលទេមុនពេលនាងអាចដកដង្ហើមបានកណ្ដាប់ដៃទី2បានមកពីទិសផ្សេងទៀតបន្ទាប់មកការទាត់ចំពោះបន្ទាប់មកការរុញច្រានយ៉ាងខ្លាំងពីខាងក្រោយពួកគេបានព្រួតគ្នាវាយនាងមិនមែនក្នុងនាមជាមន្ត្រីទេប៉ុន្តែក្នុងនាមជាក្រុមមនុស្សដែលមានអារម្មណ៍ថាកិត្តិយសរបស់ពួកគេត្រូវបានវាយប្រហារដោយសម្លេងនៃការពិតចន្ទធីបានដួលទៅលើដីធូលីដីដ៏ក្តៅបានជាប់នឹងមុខរបស់នាងដែលចាប់ផ្ដើមមានស្នាមជាមនាងព្យាយាមក្រោកឈរឡើងប៉ុន្តែដៃដ៏ក្រោតក្រៀតបានរុញនាងម្ដងទៀតពួកគេសើចសំឡេងនោះពោពេញដោយជ័យជំនះបណ្ដោះអាសន្នហាក់ដូចជាដោយការបំផ្លាញរាងកាយរបស់ចន្ទធីពួកគេក៏បានបំផ្លាញការពិតដែលនាងទើបតែបាននិយាយផងដែរមន្ត្រីម្នាក់បានជន់បាវរបស់នាងដែលដេកនៅនឹងដីរួចទាញវាដោយកម្លាំងមីអ្នករើសអេតចាយស្អុយឯងជាស្អីបានហ៊ាននិយាយបែបនេះគាត់ស្រែកដោយទាត់បាវនោះទៅចំហៀងប្រជាពលរដ្ឋដែលបានឃើញញ័រខ្លួនអ្នកខ្លះបិទភ្នែកអ្នកខ្លះទាញកូនឲ្យចូលក្នុងផ្ទះគ្មាននរណាម្នាក់ធ្វើចលនាអ្វីឡើយនៅកណ្ដាលការព្រួតវាយនោះចន្ទធីបានទប់ទល់នឹងការឈឺចាប់មិនមែនដោយសារនាងខ្លាំងខាងរាងកាយទេប៉ុន្តែដោយសារនាងដឹងថាការបរាជ័យនៅថ្ងៃនេះមិនមែនជាទីបញ្ចប់នោះទេសូម្បីតែនៅលើដីដែលលោកខ្វក់បំផុតគ្រាប់ពូជនៃយុទ្ធធរអាចលូតលាស់បានប្រសិនបើមាននរណាម្នាក់ហ៊ានដាំវាដោយឈាមនិងភាពក្លាហានកណ្ដាប់ដៃនិងការទាត់បានបន្តធ្លាក់មកដោយគ្មានក្តីមេត្តារាងកាយរបស់ចន្ទធីបានប្រែត្រឡប់នៅលើដីដៃនិងមុខរបស់នាងមានស្នាមជាមបូរមាត់របស់នាងបានរឹចប៉ុន្តែក្រសែភ្នែករបស់នាងមិនដែលបាត់បង់ការផ្ដោតអារម្មណ៍ឡើយនាងមិនបានស្រែកមិនបានអង្វរគ្រាន់តែទ្រាំទ្ររាល់ការឈឺចាប់ដូចជាបន្ទុកដែលត្រូវតែទ្រាំទ្រដើម្បីអ្វីមួយដែលធំជាងនេះមន្ត្រីខលខូចទាំងនោះសើចដោយចាត់ទុកនេះជាការកំសាន្តពេលថ្ងៃត្រង់ដែលស័ក្តិសមនឹងពួកគេបន្ទាប់ពីបានខិតខំជំរិតទារប្រាក់ពីប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពួកគេថែមទាំងទាញសក់របស់ចន្ទធីបង្ខំឲ្យនាងងើបមុខមើលមុខពួកគេដែលពោពេញដោយជ័យជំនះคล้ายៗឯងគិតថាឯងជាអ្នកណាហាអ្នករើសអេតចាយហ៊ានមកអប់រំយើង
គាត់ចំអកដោយរុញក្បាលរបស់ចន្ទធីទៅលើដីដែលពោពេញដោយធូលីនៅជុំវិញប្រជាពលរដ្ឋគ្រាន់តែអាចសម្លឹងមើលដោយភាពភ័យខ្លាចខ្មាស់អៀនឬប្រហែលជាសង្ឃឹមថារឿងនេះនឹងឆាប់ចប់មិនយូរប៉ុន្មានម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះបាននៃសបោរបស់ចន្ទធីដែលពោពេញដោយដបកំប៉ុងដោយស្នាមញឹមចំអកគាត់បានអុជឈើគូហើយបោះវាទៅលើបាវនោះអណ្ដាតភ្លើងបានឆាបឆេះក្រណាត់ចាស់និងផ្លាស្ទិកភ្លាមបង្កើតបានជាផ្សែងខ្មៅហុយត្រឡោមទៅលើមេឃនេះជាមេរៀនសម្រាប់ឯងគាត់ស្រែកដោយទាត់បាវដែលកំពុងឆេះនោះមានអ្នករើសអេតចាយគ្រាន់តែជាសម្រាមដែលហ៊ានមកប្រដៅយើងសំឡេងសើចរបស់ពួកគេបានបន្លឺឡើងប៉ុន្តែនៅពីក្រោយផ្សែងដែលកំពុងហុយនោះភ្នែករបស់ចន្ទធីបានភ្លឺឡើងមិនមែនដោយសារភ្លើងទេប៉ុន្តែដោយសារកំហឹងដែលទីបំផុតបានរកឃើញពេលវេលារបស់វាបាវនោះមិនមែនគ្រាន់តែជាកន្លែងដាក់ដបកំប៉ុងទេវាគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងគឺជាមធ្យោបាយតែមួយគត់ដែលនាងអាចរស់រានមានជីវិតបានហើយឥឡូវនេះវាត្រូវបានដុតចោលដូចជាការបង្ហាញអំណាចទោះជាយ៉ាងណាក៏ដោយនៅពីក្រោយការបំផ្លិចបំផ្លាញនោះការតាំងចិត្តរបស់នាងបែរជាឆេះសន្ធោសន្ធៅទៅវិញកាន់តែភ្លឺជាងមុននេះមិនមែនជាទីបញ្ចប់ទេតែជាការចាប់ផ្ដើមនៃការសងសឹកដែលពួកគេនឹងមិនអាចបំភ្លេចបានផ្សែងខ្មៅពីបាវដែលកំពុងឆេះបានហុយខ្មួខ្មាញ់ឡើងលើលីឡំជាមួយធូលីដីនិងក្លិនផ្លាស្ទិកឆេះដ៏ឆួលផ្សែងនោះបានបាំងពន្លឺព្រះអាទិត្យបន្តិចម្ដងបង្កើតបានជាស្រមោលដ៏អាប់អួរនៅលើមុខមាត់របស់អ្នកដែលកំពុងឈរមើលសម្រាប់ចន្ទធីផ្សែងនោះមិនមែនគ្រាន់តែជាសំណល់ពីរបស់ដែលបាត់បង់នោះទេប៉ុន្តែជានិមិត្តរូបនៃការបំផ្លិចបំផ្លាញកិត្តិយសដែលត្រូវបានគេជន់ឈ្លីឥតឈប់ឈរនាងនៅស្ងៀមមួយសន្ទុះនៅលើដីដង្ហើមរបស់នាងដកញាប់រាងកាយរបស់នាងពោពេញដោយមុខរបួសប៉ុន្តែនៅក្នុងភាពស្ងៀមស្ងាត់នោះមិនមែនជាការបរាជ័យដែលកំពុងលូតលាស់ទេប៉ុន្តែជាភាពស្ងប់ស្ងាត់ដែលកើតចេញពីការសម្រេចចិត្តចុងក្រោយនាងលែងព្យាយាមការពារខ្លួនដោយពាក្យសម្ដីឬអាកប្បកិរិយាចុះចាញ់ទៀតហើយថ្ងៃនេះយុត្តិធម៌នឹងមិនមកពីការបន់ស្រន់ឬក្តីសង្ឃឹមទេវាត្រូវតែមកពីដៃដែលហ៊ានប្រថុយពីរាងកាយដែលសុខចិត្តរងរបួសដើម្បីការពារអ្វីដែលត្រឹមត្រូវចន្ទធីបានងើបមុខឡើងយឺតឈាមហូរចេញពីសៀបផ្កាលីឡំជាមួយញើសនិងធូលីដីប៉ុន្តែភ្នែករបស់នាងភ្លឺចែងចាំងដូចជាធ្យូងភ្លើងដែលមិនរលត់ទោះបីជាត្រូវទឹកភ្លៀងនៃការប្រមាថក៏ដោយនាងបានជូតឈាមនៅបូមាត់ដោយក្នុងដៃរបស់នាងចលនានោះស្ងប់ស្ងាត់ស្ទើរតែដូចជាពិធីសាសនានៅជុំវិញនាងមន្ត្រីខិលខូចទាំងនោះនៅតែសើចដោយជឿជាក់ថាពួកគេបានបំបាក់ស្មារតីរបស់នាងហើយប៉ុន្តែពួកគេខុសភាពស្ងៀមស្ងាត់របស់ចន្ទធីមិនមែនជាសញ្ញានៃការចុះចាញ់ទេប៉ុន្តែជាសញ្ញាថានាងកំពុងតែវាស់វែងថាតើនៅសល់ប៉ុន្មានវិនាទីទៀតមុនពេលពួកគេដឹងថាតើពួកគេកំពុងតែប្រឈមមុខជាមួយនរណារាងកាយរបស់នាងអាចនឹងរងរបួសប៉ុន្តែព្រលឹងរបស់នាងនៅតែថែមទាំងរឹងមាំជាងមុនទៅទៀតព្រោះនៅពីក្រោយរាល់កណ្ដាប់ដៃរាល់ការទាត់និងរាល់ការចំអកនាងបានរកឃើញកម្លាំងពិតប្រាកដមិនមែននៅក្នុងអាវុធក្នុងហោប៉ៅរបស់នាងទេប៉ុន្តែនៅក្នុងជំនឿជាក់ថាកាសញៀមស្ងាត់លែងជាជំរើសទៀតហើយនៅពេលដែលមន្ត្រីម្នាក់លើកដៃឡើងដើម្បីវាយនាងម្ដងទៀតចន្ទធីបានធ្វើចលនាយ៉ាងលឿនភ្លាមនិងច្បាស់លាស់នាងបានរមៀលទៅជំហៀងគេចចេញពីកណ្ដាប់ដៃនោះដោយការឆ្លើយតបដែលត្រូវបានហ្វឹកហាត់យ៉ាងល្អរួចក្រោកឈរឡើងក្នុងចលនាតែមួយយ៉ាងរលូនរាងកាយរបស់នាងអាចនឹងពោពេញដោយមុខរបួសប៉ុន្តែចលនារបស់នាងមិនរង្គោះរង្គើឡើយនាងដឹងថានេះជាឱកាសតែមួយគត់នៅពេលដែលពួកគេកំពុងតែធ្វេសប្រហែសដោយសារភាពជឿជាក់លើខ្លួនឯងហួសហេតុក្នុងមួយប៉ព្រិចភ្នែកដៃរបស់នាងបានលូកចូលទៅក្នុងហោប៉ៅខោដ៏កាំភ្លើងខ្លីដែលលាក់ទុកជាយូរមកហើយនោះចេញមកចលនារបស់នាងស្ងប់ស្ងាត់មិនមែនប្រញាប់ប្រញាល់ទេប៉ុន្តែមើងម៉ាត់ដូចជាមនុស្សដែលបានរងចាំពេលវេលានេះជាយូរមកហើយមន្ត្រីខិលខូចទាំងនោះបានឈរខ្លួនមួយសន្ទុះស្នាមញឹមរបស់ពួកគេបានរលាយបាត់ជំនួសដោយទឹកមុខភ្ញាក់ផ្អើលដែលមិនទាន់ប្រែទៅជាការភ័យខ្លាចនៅឡើយដោយគ្មានការស្ទាក់ស្ទើរចន្ទធីបានលើកអាវុធរបស់នាងឡើងលើមេឃហើយទីងកាយសំឡេងផ្ទុះយ៉ាងខ្លាំងមួយបានបន្លឺឡើងក្នុងខ្យល់អាកាសដ៏ក្តៅវឹកភាពស្ងៀមស្ងាត់ដែលពីមុនពោពេញដោយសំឡេងសើចនិងការចំអកសត្វស្លាបនៅលើដំបូលផ្ទះបានហើរបាក់សម្បុកប្រជាពលរដ្ឋបានភ្ញាក់ផ្អើលហើយមន្ត្រីខិលខូចទាំងនោះបានសម្លឹងមើលគ្នាទៅវិញទៅមកដោយភ្នែកបើកធំសំឡេងនោះមិនមែនគ្រាន់តែជាការបាញ់ប្រហារទេតែជាការព្រមានជាបន្ទាត់ព្រំដែននិងជាសេចក្តីប្រកាសថាការលេងសើចរបស់ពួកគេបានបញ្ចប់ហើយផ្សែងស្ដាងបានហុយចេញពីមាត់កាំភ្លើងរួមបញ្ចូលគ្នាជាមួយផ្សែងខ្មៅពីបាវដែលនៅតែកំពុងឆេះនៅលើដីនៅក្នុងភាពស្ងៀមស្ងាត់មួយសន្ទុះបន្ទាប់ពីការផ្ទុះចន្ទធីបានឈរត្រង់រាងកាយរបស់នាងប្រឡាក់ដោយធូលីដីនិងឈាមប៉ុន្តែក្បាលរបស់នាងងើបឡើងខ្ពស់នាងមិនបានភ្ជង់អាវុធទៅលើនរណាម្នាក់ទេព្រោះនាងមិនចង់សម្លាប់នាងគ្រាន់តែចង់ប្រាប់ថាថ្ងៃនេះអំណាចคล้ายៗរបស់ពួកគេបានដួលរលំនៅក្រោមពន្លឺព្រះអាទិត្យនិងភាពក្លាហានរបស់អ្នករើសអេតចាយម្នាក់
ដោយឆ្លៀតយកប្រយោជន៍ពីការភ្ញាក់ផ្អើលដែលបានកើតឡើងចំពោះមន្ត្រីខិលខូចទាំងនោះចន្ទធីមិនបានផ្ដល់ពេលវេលាឲ្យពួកគេដឹងខ្លួនទាន់ទេក្នុងរយៈពេលប៉ុន្មានវិនាទីនាងបានលោតទៅមុខរាងកាយរបស់នាងស្រាលដូចជាស្រមោលទោះបីជាពីមុននាងត្រូវបានគេវាយប្រហារដោយគ្មានក្តីមេត្តាក៏ដោយការទាត់លើកដំបូងបានធ្លាក់ចំជង្គង់របស់មន្ត្រីដែលនៅខាងមុខគេធ្វើឲ្យគាត់ដួលលុតជង្គង់ស្របពេលជាមួយសំឡេងស្រែកដោយការឈឺចាប់មុនពេលអ្នកផ្សេងទៀតអាចមានប្រតិកម្មចន្ទធីបានបង្វិលខ្លួនយ៉ាងលឿនកែងដៃឆ្វេងរបស់នាងបានវាយចំធ្គាំរបស់មន្ត្រីទី2ដោយភាពជាក់លាក់ដូចយោធារាងកាយរបស់មន្ត្រីនោះបានខ្ទាបទៅចំហៀងមុខរបស់គាត់បានធ្លាក់ចេញមុខរបស់គាត់បានបោកទៅនឹងផ្លូវកៅស៊ូគ្មានការស្ទាក់ស្ទើរនៅក្នុងចលនារបស់នាងទេរាល់ការទាត់រាល់កណ្ដាប់ដៃរាល់ការគេចវេសទាំងអស់ត្រូវបានវឹកហាត់ដោយស្ងៀមស្ងាត់ជាច្រើនឆ្នាំនៅក្នុងស្រមោលនៃទីក្រុងដែលមិនដែលផ្ដល់ភាពយុត្តិធម៌នាងធ្វើចលនាមិនមែនដោយកំហឹងងឹតងល់ទេប៉ុន្តែដោយវិន័យតែកើតចេញពីការតាំងចិត្តដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មដែលលាក់ខ្លួននៅពីក្រោយឋានន្តរស័ក្តិមន្ត្រីទី3បានព្យាយាមដកដំបងឆក់ចេញពីខ្សែក្រវ៉ាត់របស់គាត់ប៉ុន្តែចន្ទធីលឿនជាងនាងបានចាប់ក្តីរបស់បុរសនោះបង្វិលវារហូតដល់ឮសំឡេងប្រេះរួចរុញគាត់ទៅប៉ះនឹងមិត្តរួមការងាររបស់គាត់ដែលនៅក្បែរនោះពួកគេទាំងពីរបានដួលរមៀលដូចជាតុតាដែលគេបោះចោលប្រជាពលរដ្ឋដែលបានឃើញស្រឡាំងកាំងមិនជឿថាស្ត្រីស្គមស្កាំងស្លៀកពាក់ចាស់រិចម្នាក់នោះអាចផ្ដួលរំលំមន្ត្រីដែលពួកគេតែងតែខ្លាចចោលចន្ទធីមិនបានឈប់ទេនាងបានទាត់ផ្ដាច់ជើងមន្ត្រីទី4រួចធ្វើឲ្យគាត់ដួលដោយការរមៀលខ្លួនបន្តិចរាល់ចលនារបស់នាងមានប្រសិទ្ធភាពសន្សំសំចៃកម្លាំងនិងពោពេញដោយគោលដៅនាងមិនមែនជាអ្នកប្រយុទ្ធតាមផ្លូវទេនាងគឺជាអ្នកចម្បាំងដែលបានត្រៀមខ្លួនជាយូរមកហើយសម្រាប់ថ្ងៃនេះនៅក្រោមពន្លឺព្រះអាទិត្យរាងកាយដែលរងរបួសរបស់នាងបែរជាភ្លឺចែងចាំងដោយភាពក្លាហានពិតប្រាកដខណៈដែលឯកសណ្ឋានដែលធ្លាប់តែអស្ចារ្យឥឡូវនេះបានដេកនៅលើដីខ្វក់និងគួរឲ្យអាម៉ាស់ចលនារបស់ចន្ទធីហូរដូចទឹកដែលរកឃើញចន្លោះប្រហោងរហ័សរហួនមិនអាចទីទុកមុនបាននិងមិនអាចបញ្ឈប់បាននាងបានទប់ទល់នឹងការទាត់ផ្ដេសផ្ដាសពីមន្ត្រីទី5ដោយដៃដែលរងរបួសរួចទៅវិញដោយការទាត់ទៅលើដើមទ្រូងដែលធ្វើឲ្យបុរសនោះក្អួតចង្អោរនៅលើដីដង្ហើមរបស់នាងនៅតែអាចគ្រប់គ្រងបានទោះបីជាបេះដូងលោតញាប់ក៏ដោយរាល់វិនាទីត្រូវបានរាប់រាល់ជំហានត្រូវបានធានានាងមិនមែនកំពុងប្រយុទ្ធដើម្បីឈ្នះក្នុងន័យធម្មតានោះទេនាងកំពុងប្រយុទ្ធដើម្បីធានាថាឧក្រិដ្ឋកម្មនោះនឹងមិនអាចឈរឡើងវិញបានទៀតទេនៅថ្ងៃនេះរាងកាយរបស់នាងអាចនឹងតូចជាងគូប្រជែងរបស់នាងប៉ុន្តែនៅពីក្រោយនោះមានការហ្វឹកហាត់ដែលមើលមិនឃើញយប់ដ៏វែងឆ្ងាយបានសភាពគិតនិងការតាំងចិត្តដែលមិនអាចបំផ្លាញបានដោយកណ្ដាប់ដៃឬពាក្យសម្ដីក្រោតគ្រាតរាល់កណ្ដាប់ដៃដែលនាងបញ្ចេញមិនមែនជាការសងសឹកទេប៉ុន្តែជាការកំណត់ព្រំដែនត្រឹមនេះអំពើឃោរឃៅត្រូវតែបញ្ឈប់មន្ត្រីទាំងនោះបានដួលម្ដងម្នាក់មិនមែនដោយសារការចៃដន្យទេប៉ុន្តែដោយសារជំនាញដែលត្រូវបានដោយស្ងៀមស្ងាត់មន្ត្រីទី6បានព្យាយាមរត់គេចខ្លួនប៉ុន្តែចន្ទធីបានបោះដំបងឆក់ដែលនាងដណ្ដើមបានទៅលើជើងរបស់គាត់ធ្វើឲ្យគាត់ជំពប់ដួលមុខផ្ទប់នឹងដីមន្ត្រីចុងក្រោយគឺបុរសធាត់ដែលក្រអឺតក្រទុំជាងគេឈរញ័រខ្លួននៅកន្លែងមុខរបស់គាត់ស្លេកស្លាំងមាត់របស់គាត់បើកចំហប៉ុន្តែមិនអាចនិយាយអ្វីចេញមកបានចន្ទធីបានដើរយឺតទៅជិតគាត់មិនមែនដោយកំហឹងទេប៉ុន្តែដោយភាពស្ងប់ស្ងាត់ដែលគួរឲ្យខ្លាចជាងសម្លេងស្រែកទៅទៀតនាងសម្លឹងមើលទៅក្នុងភ្នែករបស់បុរសនោះភ្នែកដែលធ្លាប់តែពោពេញដោយការចំអកឥឡូវនេះពោពេញដោយការភ័យខ្លាចចំពោះយុទ្ធធម៌ដែលមកដោយគ្មានការអញ្ជើញនៅក្នុងភាពស្ងៀមស្ងាត់ចន្ទធីបានបង្ហាញថាកម្លាំងពិតប្រាកដមិនមែនស្ថិតនៅលើឯកសណ្ឋានឬអាវុធនោះទេប៉ុន្តែស្ថិតនៅលើជំនឿជាក់ដែលមិនរង្គោះរង្គើហើយថ្ងៃនេះនៅលើដីដ៏ក្តៅនេះទីបំផុតការពិតបានឈរឡើងយ៉ាងរឹងមាំតំណាងដោយអ្នករើសអេតចាយម្នាក់ដែលមិនព្រមអានក្បាលចន្ទធីបានអង្គុយចុះនៅក្បែរមន្ត្រីដែលនាងបានផ្ដួលរំលំដំបូងគេនាងបានយកខ្នោះដៃពីខ្សែក្រវ៉ាត់របស់បុរសនោះដែលឥឡូវនេះកំពុងដេកស្ទោកស្ដឹងដោយចលនាស្ងប់ស្ងាត់ប៉ុន្តែមើងម៉ាត់នាងបានចងដៃមន្ត្រីទាំងនោះម្ដងម្នាក់មិនប្រញាប់ប្រញាល់មិនពោពេញដោយការសង្សឹកប៉ុន្តែដោយភាពជាក់លាក់ដែលរំលឹកដល់នរណាម្នាក់ដែលត្រូវបានបណ្ដុះបណ្ដាលក្នុងវិន័យខ្ពស់រាល់សំឡេងឃ្លីកនៃខ្នោះដៃបានបន្លឺឡើងយ៉ាងច្បាស់នៅកណ្ដាលភាពស្ងៀមស្ងាត់បន្ទាប់ពីការប្រយុទ្ធអ្នកដែលធ្លាប់តែក្រអឺតក្រទុំឥឡូវនេះអង្គុយតម្រង់ជួរគ្នានៅលើដីឯកសណ្ឋានរបស់ពួកគេរញ៉េញ៉ៃមុខមាត់របស់ពួកគេមានស្នាមជាមក្រសែភ្នែករបស់ពួកគេសម្លឹងមើលគ្នាទៅវិញទៅមកដោយភាពច្របូកច្របល់និងខ្មាស់អៀនគ្មាននរណាម្នាក់ហ៊ានសម្លឹងមើលចន្ទធីទៀតទេមានតែអារម្មណ៍មិនជឿធ្វើម៉េចទៅមនុស្ស7នាក់មានអាវុធអាចត្រូវបានចាញ់ដោយស្ត្រីម្នាក់ដែលគ្មានអ្វីសោះក្រៅពីបាវនិងភាពក្លាហានប្រជាពលរដ្ឋដែលពីមុនឈរមើលដោយស្ងៀមស្ងាត់ពីចម្ងាយឥឡូវនេះចាប់ផ្ដើមខ្សឹបខ្សៀវគ្នាគាត់ជាភ្នាក់ងារសម្ងាត់ទេដឹងអ្នកលក់បន្លែម្នាក់និយាយរអ៊ូទាំសំឡេងរបស់គាត់ញ័រឬប្រហែលជាប៉ូលីសសម្ងាត់
ម្នាក់ទៀតឆ្លើយតបភ្នែករបស់ពួកគេមិនបានរ៉ាយហ្វាយរាងកាយរបស់ចន្ទធីដែលឥឡូវនេះកំពុងឈរនៅកណ្ដាលរង្វង់មន្ត្រីដែលត្រូវបានចុងខ្នោះទោះបីជាចង់ដឹងចង់ឃើញយ៉ាងណាក៏ដោយក៏គ្មាននរណាម្នាក់ហ៊ានចូលទៅជិតដែរការភ័យខ្លាចនៅតែចាក់ឫសយ៉ាងជ្រៅមិនមែនត្រឹមតែចំពោះអំពើហិង្សារាងកាយទេប៉ុន្តែចំពោះលទ្ធភាពនៃការសងសឹកនៅថ្ងៃខាងមុខពួកគេដឹងថាប្រព័ន្ធដែលខូចខាតមិនងាយស្រួលនឹងបំផ្លាញត្រឹមតែមួយថ្ងៃនោះទេប៉ុន្តែថ្ងៃនេះយ៉ាងហោចណាស់ពួកគេបានឃើញអ្វីមួយដែលគំរមមានយុទ្ធធម៌ដែលមិនមែនមកពីខាងលើប៉ុន្តែមកពីខាងក្រោមពីដៃរបស់អ្នករើសអេតចាយម្នាក់ដែលគ្មានអ្វីសោះលើកលែងតែជំនឿជាក់ថាការស្ងៀមស្ងាត់មិនមែនជាជម្រើសចន្ទធីមិនបានឆ្លើយតបនឹងការខ្សឹបខ្សៀវរបស់ប្រជាពលរដ្ឋទេនាងដឹងពីអ្វីដែលពួកគេកំពុងគិតហើយនាងមិនខ្វល់ទេអត្តសញ្ញាណរបស់នាងមិនមែនដើម្បីបង្ហាញឬអួតអាងដូចជាការសម្ដែងវីរភាពនោះទេអ្វីដែលសំខាន់គឺភស្តុតាងសកម្មភាពនិងការធានាថាឧក្រិដ្ឋកម្មនេះនឹងមិនកើតឡើងដែរដោយគ្មានផលវិបាកនោះទេដោយស្ងប់ស្ងាត់នាងបានយកទូរស័ព្ទចេញពីហោប៉ៅអាវធំរបស់នាងទូរស័ព្ទដែលមានអេក្រង់ប្រេសប៉ុន្តែនៅតែដំណើរការបានល្អអេក្រង់នោះបានបង្ហាញការជូនដំណឹងមួយត្រៀមសញ្ញាចន្ទធីបានដកដង្ហើមវែងរួចចុចលេខ1ដែលមានមនុស្សតិចណាស់ដែលអាចចាំបាននាងមិនចាំបាច់និយាយច្រើនទេគ្រាន់តែមួយប្រយោគម៉ឺងម៉ាត់និងច្បាស់លាស់គោលដៅត្រូវបានបង្ការបេសកម្មជោគជ័យសំឡេងរបស់នាងរៀបស្មើប៉ុន្តែនៅពីក្រោយនោះបានលាក់ទុកនៅការធូរស្បើយយ៉ាងជ្រាលជ្រៅមិនមែនដោយសារតែឈ្នះទេប៉ុន្តែដោយសារតែភារកិច្ចដែលនាងបានលាក់ទុកដោយស្ងៀមស្ងាត់ជាយូរមកហើយទីបំផុតត្រូវបានបញ្ចប់នាងបានបិទការហៅទូរស័ព្ទហើយដាក់ទូរស័ព្ទចូលទៅក្នុងហោប៉ៅវិញរួចឈរត្រង់នៅកណ្ដាលផ្លូវដែលនៅតែក្តៅធូលីដីបានជាប់នឹងមុខរបស់នាងដែលពោពេញដោយមុខរបួសសម្លៀកបំពាក់របស់នាងរុចនៅកន្លែងខ្លះប៉ុន្តែអាកប្បកិរិយារបស់នាងមិនបានបង្ហាញពីភាពនឿយហត់ទេមានតែភាពស្ងប់ស្ងាត់បន្ទាប់ពីព្យុះភ្លៀងនាងសម្លឹងមើលទៅចម្ងាយទៅកាន់ផ្លូវដែលរងនឹងទំនេរហាក់ដូចជានាងដឹងថាជំនួយនឹងមកដល់ដោយមិនចាំបាច់ហៅពីរដងគ្មានស្នាមញឹមនៅលើមុខរបស់នាងគ្មានការអបអរសាទរមានតែភាពស្ងៀមស្ងាត់ដែលពោពេញដោយអត្ថន័យភាពស្ងៀមស្ងាត់របស់នរណាម្នាក់ដែលដឹងថាយុទ្ធធម៌មិនមែនជាទីបញ្ចប់ទេប៉ុន្តែជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរដែលធំជាងនេះនៅជុំវិញនាងប្រជាពលរដ្ឋនៅតែឈរខ្លួនរង់ចាំមើលអ្វីដែលនឹងកើតឡើងបន្ទាប់ខណៈដែលមន្ត្រីខិលខូចដែលត្រូវបានចុងខ្នោះនាំគ្នាអន់មុខចុះមិនហ៊ានសម្លឹងមើលពិភពលោកដែលឥឡូវនេះកំពុងឃើញមុខមាត់ពិតរបស់ពួកគេមិនមែនជាអ្នកការពារទេប៉ុន្តែជាសត្វរំពាដែលពាក់ឯកសណ្ឋានមិនដល់5នាទីផងបន្ទាប់ពីការហៅទូរស័ព្ទនោះបានបញ្ចប់សំឡេងសារ៉ែនបានចាប់ផ្ដើមបន្លឺឡើងពីចម្ងាយដំបូងឡើយតិចបន្ទាប់មកកាន់តែខ្លាំងឡើងស្របពេលដែលចម្ងាយកាន់តែជិតមកមិនមែនតែមួយទេប៉ុន្តែមានសារ៉ែនជាច្រើនដែលបន្លឺឡើងព្រមគ្នាបង្កើតបានជាសំឡេងដែលធ្វើឲ្យរញ្ជួយដល់ភាពស្ងប់ស្ងាត់ពេលថ្ងៃត្រង់ដែលទើបតែត្រូវបានបំបែកដោយអំពើហិង្សាប្រជាពលរដ្ឋដែលធ្លាប់តែលាក់ខ្លួនបានចាប់ផ្ដើមចេញពីផ្លូវតូចចង្អៀតនិងនៅពីក្រោយរទេះរុញសម្លឹងមើលទៅកាន់ប្រភពសំឡេងដោយក្តីសង្ឃឹមលាយឡំនឹងការភ័យខ្លាចធូលីដីនៅលើផ្លូវបានញ័រស្របពេលជាមួយនឹងសំឡេងម៉ាស៊ីនយានយន្តធុនធ្ងន់ដែលកំពុងតែមកដល់មិនយូរប៉ុន្មានរថយន្តយុទ្ធសាស្ត្ររបស់កងរាជអាវុធហត្ថ PM ពីរគ្រឿងបានលេចមុខនៅចុងផ្លូវពណ៌ខ្មៅរលោងបង្អួចរបស់វាងឹតតាន់ទូខ្លួនពោពេញដោយឧបករណ៍យុទ្ធសាស្ត្រដែលធ្វើឲ្យនរណាក៏ដោយដែលបានឃើញដឹងភ្លាមថានេះមិនមែនជាការត្រួតពិនិត្យធម្មតាទេទ្វាររថយន្តបានបើកព្រមគ្នាកងកម្លាំងកងរាជអាវុធហត្ថបានចុះមកដោយការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ដោយពាក់មួកសុវត្ថិភាពអាវក្រោះការពារគ្រាប់និងអាវុធវែងនៅក្នុងដៃពួកគេធ្វើចលនាយ៉ាងលឿនប៉ុន្តែអាចគ្រប់គ្រងបានហ៊ុមព័ទ្ធទីតាំងកើតហេតុដោយគ្មានសំឡេងរំខានមេបញ្ជាការម្នាក់បានដើរត្រង់មករកចន្ទធីដោយធ្វើគាវកិច្ចខ្លីមួយជាចលនាដែលមិនបានរួចផុតពីការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋឡើយគ្មានសំណួរវែងឆ្ងាយគ្មានការសួរចម្លើយនៅកន្លែងកើតហេតុពួកគេដឹងថាចន្ទធីជានរណាហើយពួកគេដឹងពីភារកិច្ចរបស់ពួកគេក្នុងរយៈពេលប៉ុន្មាននាទីមន្ត្រីខិលខូចទាំង7នាក់ដែលត្រូវបានចុងខ្នោះត្រូវបាននាំខ្លួនដោយបង្ខំឡើងទៅលើរថយន្តឃុំឃាំងមុខរបស់ពួកគេអន់ចុះឯកសណ្ឋានរបស់ពួកគេឥឡូវនេះមើលទៅដូចជារបាំងមុខคล้ายៗដែលទីបំផុតត្រូវបានដោះចេញនៅក្រោមពន្លឺព្រះអាទិត្យដែលចាប់ផ្ដើមស្រទន់យុទ្ធធម៌បានមកដល់មិនមែនជាការខ្សឹបខ្សៀវទេប៉ុន្តែជាវត្តមានដែលមិនអាចត្រូវបានគេមិនអើពើបានមន្ត្រីខិលខូចទាំង7នាក់នោះត្រូវបានគេបញ្ជូនចូលទៅក្នុងរថយន្តឃុំឃាំងដោយគ្មានការតវ៉ារាងកាយរបស់ពួកគេទន់ខ្សោយមិនមែនដោយសាររបួសទេប៉ុន្តែដោយសារដឹងថាការសម្ដែងរបស់ពួកគេបានបញ្ចប់ហើយទ្វារខាងក្រោយរថយន្តត្រូវបានបិទដោយសំឡេងយ៉ាងខ្លាំងសំឡេងដែលស្ដាប់ទៅដូចជាការបិទបញ្ចប់ជំពូកដ៏អាក្រក់មួយនៅក្នុងរឿងរ៉ាវនៃទីក្រុងនេះ
កងកម្លាំងកងរាជអាវុធហត្ថបានបង្កើតការការពារភ្លាមធានាថាមិនមានការរំខាននៅពេលដែលក្បួនរថយន្តចាក់ចេញពីទីតាំងប្រជាពលរដ្ឋដែលបានឃើញនៅតែឈរស្រឡាំងកាំងអ្នកខ្លះហ៊ានដកដង្ហើមធំដោយការធូរស្បើយអ្នកផ្សេងទៀតនៅតែមិនជឿថាឧក្រិដ្ឋកម្មដែលតែងតែធ្វើសកម្មភាពដោយសេរីឥឡូវនេះត្រូវបានគេនាំខ្លួនទៅដូចជាឧក្រិដ្ឋជនធម្មតាគ្មានការអបអរសាទរទេមានតែភាពស្ងៀមស្ងាត់ដែលត្រូវបានបំពេញបន្តិចម្ដងដោយសំឡេងខ្យល់បក់ហាក់ដូចជាទីក្រុងផ្ទាល់កំពុងដកដង្ហើមធំបន្ទាប់ពីត្រូវបានគេធ្វើបាបជាយូរមកហើយក្នុងរយៈពេលដ៏ខ្លីសំណុំរឿងនោះត្រូវបានបញ្ជូនទៅតុលាការយោធាហើយត្រូវបានពន្លឿនដំណើរការដោយសារតែភស្តុតាងដ៏រឹងមាំនិងវីដេអូដែលមិនអាចប្រកែកបានសវនាការត្រូវបានធ្វើឡើងដោយសម្ងាត់ដើម្បីរក្សាភាពត្រឹមត្រូវប៉ុន្តែការសម្រេចចិត្តត្រូវបានប្រកាសជាសាធារណៈម្ដងម្នាក់ពួកគេត្រូវបានដកតំណែងដោយគ្មានការលើកលែងឋានន្តរស័ក្តិរបស់ពួកគេត្រូវបានដកហូតហើយពួកគេត្រូវបានប្រន្ទាទោសដាក់ពន្ធនាគារដោយសារការរំលោភអំណាចការជំរិតទារប្រាក់និងអំពើហិង្សាលើប្រជាពលរដ្ឋស៊ីវិលឯកសណ្ឋានដែលពួកគេធ្លាប់តែមានមោទនភាពឥឡូវនេះត្រូវបានរឹបអូសឋានន្តរស័ក្តិរបស់ពួកគេត្រូវបានដោះចេញនៅចំពោះមុខសាក្សីផ្លូវការជាសញ្ញានៃការដួលរំរបស់ពួកគេដែលមិនអាចបិទបាំងបានទៀតទេគ្មានការអន្តរាគមន៍គ្មានសំណូកមានតែច្បាប់ដែលទីបំផុតបាននិយាយដោយសំឡេងយ៉ាងច្បាស់ហើយនៅពីក្រោយរឿងរ៉ាវទាំងអស់នោះមិនមានមនុស្សច្រើនទេដែលដឹងថានរណាជាស្ត្រីដែលបានបង្កឲ្យមានការដួលរំរបស់ពួកគេប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលបានឃើញគ្រាន់តែមានរឿងមួយដែលពួកគេចងចាំភាពក្លាហានមិនមែនតែងតែមកពីខាងលើនោះទេពេលខ្លះវាចេញមកពីអ្នករើសអេតចាយម្នាក់តែហ៊ានឈរឡើងនៅក្រោមពន្លឺព្រះអាទិត្យដើម្បីការពារអ្នកដែលមិនអាចការពារខ្លួនឯងបានប៉ុន្មានសប្តាហ៍បន្ទាប់ពីសវនាការនៅក្នុងបន្ទប់តូចមួយដែលឆ្ងាយពីក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយចន្ទធីបានអង្គុយនៅមុខទៅឈើសាមញ្ញមួយនៅពីមុខនាងមន្ត្រីជាន់ខ្ពស់ម្នាក់ពីស្ថាប័នប្រឆាំងអំពើពុករលួយបានប្រគល់ស្រោមសម្បត្តិពណ៌ត្នោតមួយដែលមិនក្រាស់ប៉ុន្តែពោពេញដោយអត្ថន័យនៅខាងក្នុងនោះមិនមែនត្រឹមតែជាលុយទេទោះបីជាចំនួនរបស់វាគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរជីវិតរបស់នាងក៏ដោយប៉ុន្តែក៏មានលិខិតសរសើរដែលបិទជិតដោយគ្មានឈ្មោះគ្រាន់តែជាលេខកូដប្រតិបត្តិការនិងត្រាផ្លូវការប៉ុណ្ណោះនេះមិនមែនជាសំណងទេមន្ត្រីនោះនិយាយសំឡេងរបស់គាត់ទាបប៉ុន្តែស្មោះត្រង់នេះគឺជាការទទួលស្គាល់សម្រាប់អ្នកដែលហ៊ានឈរឡើងនៅពេលដែលពិភពលោកជ្រើសរើសស្ងៀមស្ងាត់ចន្ទធីបានទទួលយកស្រោមសម្បត្តិនោះដោយគ្មានពាក្យសម្ដីរួចទុកវានៅក្នុងអាវធំរបស់នាងមិនមែនជាពានរង្វាន់ទេប៉ុន្តែជាការរំលឹកថាភាពក្លាហាននៅតែមានកន្លែងទោះបីជាពិភពលោកតែងតែព្យាយាមកប់វានៅក្នុងភាពស្ងៀមស្ងាត់ក៏ដោយចន្ទធីមិនបានត្រឡប់ទៅតាមផ្លូវក្នុងនាមជាអ្នករើសអេតចាយវិញទេនៅថ្ងៃបន្ទាប់មិនមែនដោយសារនាងឈប់ធ្វើការទេប៉ុន្តែដោយសារផ្លូវរបស់នាងឥឡូវនេះខុសពីមុននាងនៅតែសាមញ្ញនៅតែសុភាពរាបសារនៅតែជ្រើសរើសស្រមោលជាងពន្លឺភ្លើងប៉ុន្តែនៅពីក្រោយភាពស្ងប់ស្ងាត់របស់នាងនៅតែបន្តធ្វើចលនាសង្កេតមើលការពារហើយពេលខ្លះចាត់វិធានការដោយស្ងៀមស្ងាត់ដើម្បីអ្នកដែលគ្មានសម្លេងប្រជាពលរដ្ឋមិនដែលឃើញនាងនៅកន្លែងកើតហេតុទៀតទេប៉ុន្តែពេលខ្លះនៅពេលយប់ស្ងាត់មាននរណាម្នាក់ស្បត់ថាបានឃើញស្រមោលស្ត្រីម្នាក់ពាក់អាវធំចាស់រិចឈរនៅក្បែរផ្សារសម្លឹងមើលមិនមែនដើម្បីលួចទេប៉ុន្តែដើម្បីការពារព្រោះចន្ទធីដឹងថាយុត្តិធម៌មិនមែនជារឿងឈ្នះតែម្ដងទេប៉ុន្តែជារឿងនៃការបន្តឈរឡើងហើយទោះបីជាពិភពលោកមិនដែលស្គាល់ឈ្មោះរបស់នាងក៏ដោយសម្រាប់អ្នកដែលនាងបានជួយសង្គ្រោះនាងគឺជាភស្តុតាងពិតប្រាកដថាក្តីសង្ឃឹមនៅតែមានជីវិតពេញលេញដោយមុខរបួសញើសនិងភាពក្លាហានដែលមិនដែលទាមទារការសរសើររឿងនេះមិនមែនជារឿងរបស់អ្នករើសអេតចាយដែលក្លាហាននោះទេរឿងនេះគឺជារឿងនៃភាពក្លាហានដែលកើតចេញពីភាពស្ងៀមស្ងាត់នៅពេលដែលគ្រប់គ្នាអន់មុខចុះមាននរណាម្នាក់ឈរឡើងនៅពេលដែលគ្រប់គ្នាធ្វើពុតជាមិនឃើញមាននរណាម្នាក់ថតទុកនៅពេលដែលគ្រប់គ្នានិយាយថាមិនអាចធ្វើអ្វីបានមាននរណាម្នាក់យកអាវុធចេញមកមិនមែនដើម្បីសម្លាប់ទេប៉ុន្តែដើម្បីរំលឹកយុត្តិធម៌មិនមែនជាអំណោយពីខាងលើទេអភូតហេតុមិនមែនមកពីតំណែងទេយុត្តិធម៌កើតចេញពីមនុស្សម្នាក់ដែលគ្មានអ្វីសោះប៉ុន្តែមានបេះដូងដែលមិនព្រមស្ងៀមស្ងាត់គំរងចាំវីរបុរសចូលធ្វើជាអ្នកដែលហ៊ានឈរឡើងទោះបីជាគ្រាន់តែជាអ្នករើសអេតចាយនៅក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅហែងក៏ដោយសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណនិង